អនុញ្ញាតជម្រាបសួរដល់ពូម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងមួយលើកមកនិយាយដល់បងប្អូនសំណាប់រឿងហ្នឹងគឺមានចំណងជើងថារឿងគោញីមានដំណើរថាកាលនោះមានស្ដេចមួយអង្គមានគោញីដែលទ្រង់ស្រឡាញ់អស់ពីព្រះរាជហឫទ័យនោះព្រះករុណាទ្រង់ជ្រាបថានឹងចិញ្ចឹមគោញីនោះឲ្យបានល្អគួរផ្ញើអ្នកស្រែស្រុកក្រៅនៅទីដែលមានស្មៅច្រើនល្អឲ្យគោនោះវាបានស៊ីឆ្អែតផងទ្រង់ព្រះចិន្តាដូច្នេះហើយក៏ត្រាស់បង្គាប់ចៅហ្វាយស្រុកម្នាក់ឈ្មោះអ៊ុកមានងារនៅខេត្តដែលមានវាលធំល្អទទួលគោញីនោះនាំទៅឃ្វាលឯស្រុកស្រែចៅហ្វាយស្រុកចូលមកហើយទ្រង់មានព្រះបន្ទូលថាបិទអញផ្ញើមេគោនេះឲ្យរះខេត្តចៅហ្វាយស្រុកឯងឃ្វាលរក្សាតែសត្វនេះល្អចម្លែកប្លែកហើយអញស្រឡាញ់វាណាស់ដូច្នេះឲ្យគេចិញ្ចឹមថែទាំឲ្យល្អប្រយ័ត្នបើមានឈ្មោះណាមួយមកប្រាប់ថាមេគោអញនោះវាស្លាប់អញនឹងកាប់ក្បាលនោះមិនខានឡើយឮដូច្នោះហើយចៅហ្វាយស្រុកក៏បានប្រាប់ទូលថាព្រះករុណាវិសេសហើយក៏នាំគោយីនោះចេញទៅខេត្តវិញមកដល់ហើយចៅហ្វាយស្រុកប្រមូលអស់នាម៉ឺនមេស្រុកជំទប់រះទាំងអស់ផ្ដាំថាគោញីមួយនេះរបស់លួងជាអង្គម្ចាស់ទ្រង់បានផ្ញើឲ្យយើងឃ្វាលរក្សាថែទាំឲ្យស្រួលសប្បាយតទៅមុខសេចក្តីនេះចង់ឲ្យនាម៉ឺនរះយកចិត្តទុកដាក់ជួយទាំងអស់គ្នាធ្វើឲ្យមេគោញីនោះចម្រើនខានឡើយតែបើមិនឈឺឆ្អាលរក្សាទេធ្វើឲ្យមេគោទៅជាស្លាប់នោះព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់គ្នាគ្មានប្រណីឡើយមើលក៏រើសភូមិណាដែលមានស្មៅច្រើនល្អឲ្យរះភូមិនោះយកមេគោរបស់លួងទៅឃ្វាលឯរះក៏ចេះតែខំប្រឹងយកចំណីឲ្យមេគោនោះស៊ីតែរាល់គ្នាសពថ្ងៃវេលានោះមេគោនោះវាឡើងជាធាត់ល្អពុំចេះដើររកស្មៅស៊ីទេចាំតែក្នុងរោងឲ្យរះយកអ្វីឲ្យស៊ីតែប៉ុណ្ណោះរះក៏ចេះតែយកចំណីជាច្រើនពេញកញ្ជើក្រំជារាល់វេលាយកស្មៅខ្ចីខ្លះសំណាបខ្លះទំពាំងឫស្សីខ្លះស្រូវខ្លះពោតខ្លះឯគោនោះវាស៊ីក្រែកពេកទាល់តែស្លាប់ទៅដោយតែវាស៊ីហួសហេតុពេកពេញដូច្នោះរះតូចចិត្តទៅប្តឹងជំទប់រត់ទាំងខ្លាចទៅប្តឹងមេស្រុកភ័យណាស់ពុំហ៊ានទៅជំរាបចៅហ្វាយក៏ទៅប្តឹងត្រឹមស្មានភ័យពន្លឹកទៅជំរាបបាឡាត់ឮតាមសេចក្តីក៏ញ័រទាំងដៃទាំងជើងចូលទៅឯលោកចៅហ្វាយឃើញបាឡាត់ដូច្នេះក៏សួរថាកើតគ្រោះអ្វីក៏លោកបាឡាត់ញ័រទាំងដៃទាំងជើងយ៉ាងម្លេះនោះបាឡាត់ក៏ឆ្លើយទៅវិញថាខ្ញុំបាទពុំហ៊ាននិយាយទេឯចៅហ្វាយប្រាប់ថាមិនអីទេលោកបាឡាត់និយាយចុះបាឡាត់និយាយថា
សូមមេត្តាប្រោសត្បិតមេគោព្រះករុណាវាស្លាប់បាត់ទៅហើយឮដូច្នោះចៅហ្វាយស្រុកក៏ស្លុតញ័រសពសាច់ស្រីថាខ្ញុំអើយម្ដងនេះឃើញជាផុតជីវិតហើយត្បិតលួងជាម្ចាស់ជីវិតមានព្រះបន្ទូលផ្ដាំថាបើនរណាទៅទូលជាមេគោនោះស្លាប់នឹងអោយកាប់ក្បាលខ្ញុំពុំព្រមទៅថ្វាយបង្គំក្រាបទូលតាមដំណើរទេអោយលោកបាឡាត់ទៅចុះអេបាឡាត់ប្រកែកការដែលចូលទៅក្រាបទូលព្រះករុណាក្នុងវេលានេះជានាទីរបស់ចៅហ្វាយស្រុកពុំគួរប្រើនាមឺនណាទៅជួសឡើយប្រកែកគ្នាទៅវិញទៅមកជាយូរខ្លាំងណាស់កាលនោះជួនជាកូនក្រមុំចៅហ្វាយស្រុកដើរលេងក្នុងច្បារជិតខាងសាលាខេត្តឮចៅហ្វាយស្រុកជាឪពុកសឹកសួរដូច្នោះក៏នាងឡើងទៅលើសាលាសួរថាឪអើយមានការអ្វីអោយបារម្ភចិត្តម្ល៉េះចៅហ្វាយស្រុកប្រាប់ថាកូនអើយឪពុកមានសេចក្តីវេទនាណាស់ត្បិតគោញីរបស់លួងវាស្លាប់ទៅហើយឯព្រះករុណាបានផ្ដាំថាបើអ្នកណាចូលទៅក្រាបទូលថាមេគោនោះស្លាប់ព្រះករុណានឹងកាប់ក្បាលអ្នកនោះឥតប្រណីហេតុនេះបានជាពុកមានទុក្ខជាខ្លាំងណាស់ពុំព្រមចូលទៅក្រាបទូលតាមសេចក្តីទេឮដូច្នេះហើយនាងឆ្លើយមកវិញថាពុកកុំព្រួយចិត្តអីបើពុកពុំហ៊ានទៅទេខ្ញុំសូមទៅជួសចៅហ្វាយស្រុកខាត់ពុំព្រមឲ្យនាងទៅក្រែងស្ដេចកាប់ក្បាលនាងតាមព្រះបន្ទូលចៅហ្វាយខាត់យ៉ាងណាក៏នាងមិនព្រមស្ដាប់ចេះតែអង្វរឪពុកដល់ចៅហ្វាយស្រុកទល់គំនិតក៏ឲ្យកូនទៅតាមប្រាថ្នាចិត្តទៅនាងរៀបដំណើរស្លៀកសំពត់ហូលល្អបង់ក្រមាយ៉ាងល្អចូលទៅគាល់នៅអង្គុយស្ងៀមនឹងគេលុះស្ដេចទតឃើញនាងក្រមុំមានរូបល្អណាស់មានព្រះបន្ទូលថានាងមកពីណាអញពុំដែលឃើញមុខសោះនាងក្រាបទូលថាពោម្ចាស់ខ្ញុំម្ចាស់មិនមែននៅក្រុងទេខ្ញុំម្ចាស់នៅស្រុកក្រៅខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកឈ្មោះអ៊ុកស្ដេចមានព្រះបន្ទូលសួរថាចៅហ្វាយស្រុកអ៊ុកដែលចិញ្ចឹមមេគោអញនោះឬនាងក៏ក្រាបទូលថាពោម្ចាស់ខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកនេះឯងព្រះករុណាក៏ទ្រង់ព្រះសោមនស្សណាស់សួរថាមេគោអញសពថ្ងៃយ៉ាងម៉េចហើយនាងក៏បានតបថាមេគោព្រះករុណាវាពុំចេះផឹកទឹកទេស្ដេចឮដូច្នេះឆ្ងល់ណាស់សួរទៀតថាវាស៊ីស្មៅស្រួលទេនាងក៏ឆ្លើយវិញថាវាពុំចេះស៊ីស្មៅទេស្ដេចសួរថាបើដូច្នោះមេគោអញវាធ្វើអីនាងក៏ទូលថាវាពុំចេះបន្ទោរមួតទេស្ដេចក៏ឆ្ងល់រឹតតែខ្លាំងឡើងសួរទៀតថានាងក្រាបទូលថាមេគោនោះវាលេងបន្ទោបងផងស្ដេចក៏ស្រែកថាណោះហើយមេគោអញវាពុំចេះផឹកទឹកពុំចេះស៊ីស្មៅលេងនោមលេងជក់អញនោះដូចជាមេគោអញវាស្លាប់ទៅហើយនាងក៏ក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោស
ព្រះករណាព្រះបន្ទូលថាមេកូននោះវាស្លាប់បាត់ហើយឯខ្ញុំម្ចាស់មិនបានក្រាបទូលថាដូច្នោះសោះហេតុនេះមិនមែនជាក្បាលខ្ញុំម្ចាស់ទេដែលគួរកាប់នោះឮដូច្នោះហើយស្ដេចក៏ទ្រង់ព្រះសម្រួលពុំមានខ្ញាល់ឡើយទ្រង់ព្រះរាជទានរង្វាន់ទៅនាងវិញផងហើយមានព្រះបន្ទូលត្រាស់បង្គាប់ឲ្យទឹមព្រះរាជធម៌មួយនាំនាងវិលទៅផ្ទះវិញទ្រង់ក៏បានអភ័យទោសឲ្យនាងទាំងអស់